បាទជម្រាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកមើលទាំងអស់គ្នាបាទជួបគ្នាជាមួយនឹងវីដេអូថ្មីបាទចឹងវីដេអូនេះគឺយើងបន្តដំណើរចំពោះទៅកាន់បាទមងរិទ្ធីសែនជ័យបន្តទៀតបាទហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងមកបាទថតបង្ហាញទៅកាន់បងប្អូនអំពីទស្សនវិជ្ជាបាទជាក់ស្ដែងផ្ទាល់បាទនៅពេលដែលចិត្តដល់បាទមងរិទ្ធីសែនជ័យបាទចឹងឥឡូវយើងចូលកាន់តាគៀកហើយសម្រាប់បាទភ្នំមងរិទ្ធីបាទមើលឃើញភ្នំកាន់តាគៀកទៅចិត្តទៅហើយបាទភ័យចរាចរណ៍របស់យើងហ្នឹងក៏កាន់តែចង្អៀតទៅដូចគ្នាបាទដោយសារផ្លូវម្ដុំនេះមានលក្ខណៈរាងតូចចង្អៀតបាទហើយមកដល់ហើយនេះក៏មានផ្លូវបំបែកទៅកាន់បាទផ្សារពាំង7ខាងផ្លូវជាតិលេខ41បាទអញ្ចឹងមនុស្សបុកពីខាងនេះផងពីខាងនោះផងអញ្ចឹងមកដល់ចំណុចនេះអ្នកលក់ក៏ច្រើនផងអញ្ចឹងក៏មានភាពបាទណែនណាន់តាន់តាប់បន្តិចហើយបងប្អូនបាទអញ្ចឹងមិនដឹងថាទៅដល់លើភ្នំនោះមិនទេដោយសារឥឡូវនេះគឺថាឡានបន្តបន្ទុយគ្នាតែម្ដងបងប្អូនបាទមានឡានតូចឡានធំឡានមធ្យមឡានកំមុំឡានមេម៉ាយអីគឺទៅអស់ហើយនេះបាទហើយកន្លែងនេះឃើញបងប្អូនឈប់ឡើងត្រៀបត្រាតែម្ដងដោយសារកន្លែងនេះសម្បូរអ្នកលក់ច្រើនណាបាទហើយប្រហែលជាកន្លែងហ្នឹងគេធ្វើឆ្ងាញ់បាទមានអ្នកឈប់ច្រើនបែបហ្នឹងឯងបាទហើយនេះនិយាយទៅយើងបើកលឿនឡើងកើតហើយព្រោះអីកាន់តែចង្អៀតទៅមែនតើហើយអញ្ចឹងមានតែតាមដំណើរតបន្ទុយគ្នាអញ្ចឹងទៅបាទកុំឲ្យមានការកកស្ទះដោយសារតែយើងឬក៏ដោយសារតែគេណានិយាយទៅយើងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាទៅបាទដើម្បីសុវត្ថិភាពក៏ដូចជាងាយស្រួលនៅក្នុងការធ្វើដំណើរផងដែរបាទហ្នឹងហើយអញ្ចឹងមិនតាន់ទាំងដល់ភ្នំផងគឺឃើញថាទស្សនវិជ្ជាមានអារម្មណ៍ថាណែនណាន់តាន់តាប់មនុស្សក៏កាន់តែច្រើនហើយក៏មានអារម្មណ៍ថាបាទសប្បាយរីករាយឃើញបងប្អូនយើងក៏ដើរលេងច្រើនអីចឹងទៅហើយសម្រាប់បងប្អូនដែលមកថ្ងៃនេះឃើញថាភាគច្រើនគឺមកដោយមធ្យោបាយឡានតែម្ដងបាទអញ្ចឹងមួយឡានហ្នឹងគឺថាពេញព្រៀបតែម្ដងមិនថាឡានតូចមិនថាឡានធំទេបាទដូចតែបងប្អូនបានឃើញហើយនេះអញ្ចឹងអ្នកខ្លះក៏ឈប់ទិញបាយទិញម្ហូបអីចឹងទៅបាទអ្នកដែលទិញពីចម្ងាយដូចខ្ញុំនេះគឺប្រឹងបន្តដំណើរទៅមុខទៀតចឹងទៅបាទព្រោះយើងទិញហើយអញ្ចឹងអត់មានអីត្រូវឈប់ទិញអីទៀតទេបាទហ្នឹងហើយអញ្ចឹងម៉ូតូក៏ច្រើនណាស់ដែរម៉ូតូបាទហើយសង្ឃឹមថាបងប្អូនយើងជិះម៉ូតូក៏ជិះអីប្រយ័ត្នផងដោយសារផ្លូវចង្អៀតចេះបាទអាចនឹងមានហានិភ័យតិចតួចតែយើងព្យាយាមបាទប្រុងប្រយ័ត្នទាំងអស់គ្នាទៅណាបាទដើម្បីសុវត្ថិភាពបាទយើងទាំងអស់គ្នាបាទឥឡូវនេះយើងចិត្តដល់ច្រកចូលបាទមងរិទ្ធីសែនជ័យហើយបាទគឺចិត្តដល់មែនតើហើយសម្រាប់កាន់តែចិត្តដល់អ្នកលក់កាន់តែច្រើនហើយមនុស្សយើងបាទទាំងឡានទាំងម៉ូតូគឺថាសម្រុកទៅកាន់តែច្រើនដូចគ្នាបាទអ
អញ្ចឹងមកដល់ចំណុចនេះគ្រាន់តែស៊ីម៉ោងអស់ចូលចង់កន្លះម៉ោងទៅ1ម៉ោងអីហើយបានយើងអាចបន្តទៅមុខទៀតតាមមើលទៅបាទអញ្ចឹងវីដេអូក្រោយយើងបន្តទៀត